បាទសួស្តីបងប្អូននឹងកាលពីយប់ថ្ងៃទី18ហ្នឹងគឺមានដ្រូនសៀមហោះចូលមកខាងក្រុងប៉ោយប៉ែតដើម្បីឆ្លប់យកការនៅទីតាំងទាហានរបស់ខ្មែរយើងហ្នឹងវាហោះចូលមកច្រើនដងហើយហ្នឹងហើយទាហានយើងឥឡូវនេះទាហានយើងចាត់ការបាញ់តម្លាក់វាកំទេចចោលបរោយទៅហើយឆ្លើយហោះចូលឆ្វែលអីថតយកទីតាំងស៊ើបការអីតាមអំពើចិត្តឯងអីឥឡូវនេះហើយស្ពៃទៅដែកអេតចាយហ្នឹងនេះឆេះមាត់ឈឹងហើយចិត្តទៅហ៊ានអាសៀមដ្រូនពួកអាសៀមពួកអាទាហានសៀមថោកទៀតហ្នឹងឥឡូវយើងបាញ់តម្លាក់វាបន្តិចវាបានទៅជោគជ័យបងប្អូនហ្នឹងខាងតបយើងក៏អស្ចារ្យខ្លាំងបាញ់ត្រង់ដែរបន្តិចចោលខ្ទេចអស់ពួកអាសៀមនឹងខាតលុយរាប់លានទិញដ្រូនហ្នឹងចង់20 30លានហើយដ្រូនវាទាំងវាខាត់ទាំងចែកទេសទាំងឲ្យបងប្អូនវាខាត់ច្រើនលុយអស់រាប់លានដុល្លារហើយសិលមិញហ្នឹងក៏ខាងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏បញ្ចេញបញ្ជាក់ដែរបងប្អូនថាដ្រូនវាពិតជាបានធ្លាក់មួយមែននៅប៉ោយប៉ែតហ្នឹងដោយសារកងកម្លាំងទាហានយើងខ្មែរយើងហ្នឹងបាញ់ធ្លាក់របស់វាហើយវាក៏ចេញមកសារភាពហើយហ្នឹងហើយបងប្អូនមកវាជាទាហានចូលមកទៀតយកការយកអីហ្នឹងបាញ់ធ្លាក់ខ្ទេចអស់មកវាគិតថាយើងមិនហ៊ានធ្វើអីវាមិនហ៊ានបាញ់វាពួកអាសៀមចង់បានទឹកដីខ្មែរឈ្លានពានខ្មែររហូតរាល់ឆ្នាំរាល់ខែរាល់ទសវត្សរ៍សតវត្សរ៍ឲ្យវាឈ្លានពានដីខ្មែរយើងតិចម្ដងវាអត់ឲ្យយើងរស់បានសុខទេបងប្អូនវាត្រៀនតិចម្ដងរឿងយើងខ្លាចយើងមានបានជាងវាចម្រើនជាងវាខ្លាចយើងអាចវាយបន្តិចវាវិញបានទប់ទល់នឹងវាឈ្លានពានវាវិញបានអញ្ចឹងវាចង់ក្រាបយើងពួកនេះពួកអាសៀមនឹងពួកយុអន្តរីវានឹងពួកទាហានវានេះបានពួកនេះពួកអាខូចពួកអាថោកទៀតអញ្ចឹងវាអត់ល្អទេពួកនេះយើងអាចទុកចិត្តវាបានទេវាក៏លេចកលុចនិយាយដងចេះដងចុះតាមវាអត់ទាន់និយាយថាឈប់យប់ឡើងបាញ់លឺឡើងបាញ់រាល់ថ្ងៃឥឡូវវាប្លង់ដាក់យើងរាល់ថ្ងៃចឹងយើងអត់អាចទុកចិត្តវាបានមានតែយើងត្រូវធ្វើសកម្មទប់ទល់ការពារដីយើងរហូតវាចូលមកបាក់ដីយើងបាញ់វាបន្តិចវាចោលឲ្យបានហ្នឹងហើយបងប្អូនសូមបងប្អូនជួយ Subscribe ខ្ញុំផងបងប្អូនអរគុណច្រើន